ការរៀបចំផែនការនិងការគ្រប់គ្រងចំការស្វាយដើម្បីរកប្រាក់ចំណេញមិនថាលោកអ្នកទើបនឹងចាប់ផ្ដើមដាំដុះដំណាំស្វាយឬក៏កំពុងមើលថែទាំដំណាំស្វាយបានមួយរយៈមកហើយក្តីការធ្វើផែនការរយៈពេលវែងនិងការគ្រប់គ្រងដំណាំស្វាយតាមរដូវបានយ៉ាងខ្ជាប់ខ្ជួនគឺជាគន្លឹះដើម្បីធ្វើឲ្យដំណាំមានសុខភាពល្អនិងរកប្រាក់ចំណូលប្រកបដោយនិរន្តរភាពមានកត្តាមួយចំនួនដែលលោកអ្នកគួរគិតគូរពិចារណាមុននឹងសម្រេចចិត្តដាំដំណាំស្វាយកែវរមៀតមានដូចជាទី1លក្ខខណ្ឌដីទី2ការធ្វើផែនការចម្ការទី3ការគ្រប់គ្រងចម្ការដែលក្នុងនោះរួមមានការប្រើប្រាស់ប្រតិទិនចម្ការនិងចំណេះដឹងផ្នែកផែនការហិរញ្ញវត្ថុជាដំបូងយើងត្រូវផ្ដោតលើកត្តាអំណោយផលពីដីដើមស្វាយដុះបានល្អបំផុតនៅលើដីល្បាយខ្សាច់ដែលអាចជ្រាបទឹកបានល្អដោយមាន pH ចន្លោះពី 5.5 ទៅ 7.5 ជៀសវាងដាំស្វាយនៅតំបន់ដែលងាយលិចទឹកឬមានដីឥដ្ឋខ្លាំងការជ្រើសរើសឬថែរក្សាកម្រិត pH ដីឲ្យបានត្រឹមត្រូវសម្រាប់ដំណាំស្វាយមានន័យថាដំណាំអាចលូតលាស់ល្អនិងកាត់បន្ថយការចំណាយលើការដាំដុះក្នុងរយៈពេលវែងបន្ទាប់មកទៀតយើងនិយាយអំពីការធ្វើផែនការចម្ការវិញម្ដងការទុកគម្លាតសមរម្យរវាងដើមស្វាយជួយឲ្យមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់សម្រាប់ដើមស្វាយធ្វើឲ្យមានលំហូរខ្យល់បានល្អនិងធ្វើឲ្យកសិករងាយស្រួលធ្វើការក្នុងចម្ការនិងគ្រប់គ្រងជំងឺសម្រាប់ផលិតកម្មដំណាំស្វាយទ្រង់ទ្រាយធំគម្លាតស្តង់ដាររវាងដើមស្វាយគឺ8ម៉ែត្រគុណនឹង10ម៉ែត្រការធ្វើបែបនេះគឺទុកចន្លោះគ្រប់គ្រាន់ដល់ដើមស្វាយដុះលូតលាស់និងផ្លែបានច្រើនក្នុងរយៈពេលច្រើនឆ្នាំទៅមុខទៀតជាមួយគ្នានេះត្រូវប្រាកដថាចម្ការរបស់អ្នកមានប្រភពទឹកស្អាតដើម្បីធានាសម្រាប់ការផ្គត់ផ្គង់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងសូមកុំភ្លេចថាភ្លើងឆេះព្រៃអាចបំផ្លាញការងារលំបាកជាច្រើនឆ្នាំរបស់លោកអ្នកតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះដើម្បីការពារចម្ការរបស់លោកអ្នកការទុកចន្លោះការពារភ្លើងឬតំបន់ការពារជុំវិញចម្ការរបស់អ្នកដើម្បីកាត់បន្ថយហានិភ័យពីភ្លើងឆេះចម្ការគឺជារឿងសំខាន់ឥឡូវនេះសូមនិយាយអំពីការគ្រប់គ្រងចម្ការតាមរដូវបន្ទាប់ពីកសិករបានរៀបចំចម្ការបានរួចរាល់សូមណែនាំលោកអ្នកអំពីប្រតិទិនចម្ការការប្រើប្រាស់ប្រតិទិនចម្ការជួយឲ្យអ្នករៀបចំផែនការសកម្មភាពត្រឹមត្រូវទៅតាមពេលវេលាដើម្បីឲ្យដំណាំស្វាយរបស់លោកអ្នកលូតលាស់បានល្អនិងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ការចុះអង្កេតក្នុងចម្ការបានទៀងទាត់គឺជាគន្លឹះនៃការគ្រប់គ្រងចម្ការប្រកបដោយប្រសិទ្ធភាពការរកឃើញវត្តមាននៃសត្វល្អិតនិងជំងឺបានទាន់ពេលវេលាកសិករក៏អាចចាត់វិធានការទាន់ពេលវេលាផងដែរដើម្បីទទួលបានជោគជ័យក្នុងផលិតកម្មដំណាំស្វាយលោកអ្នកមិនត្រូវការសំណាងទេតែលោកអ្នកត្រូវការផែនការហិរញ្ញវត្ថុច្បាស់លាស់ដូច្នេះត្រូវប្រាកដថាលោកអ្នកមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីដំណើរការអនុវត្តចាំបាច់ក្នុងរយៈពេលវែងនេះគឺជាការវិភាគរកថ្លៃដើមក្នុងការផលិតតើ1គីឡូផលិតចំណាយថ្លៃដើមហ្នឹងអស់ប្រមាណបាទរៀលអញ្ចឹងយើងធ្វើកសិកម្មតើតើយើងមានការកត់ត្រាឲ្យច្បាស់លាស់ទើបយើងវិភាគដឹងថាយើងចំណាយអស់ប៉ុណ្ណាហើយយើងលក់តម្លៃប៉ុណ្ណាទើបយើងអាចចំណេញបានលោកអ្នកត្រូវតែបញ្ចូលរាល់ការចំណាយទាំងអស់ទៅក្នុងតារាងវិភាគសេដ្ឋកិច្ចដើម្បីគណនារកប្រាក់ចំណាយសរុបទាំងអស់ក្នុងមួយរដូវបាទអញ្ចឹងយើងសរុបទាំងអស់មកការចំណាយវា2,85,600,000បាទហើយនេះតួលេខជាមធ្យមយើងទទួលបាន15តោនផ្លែស្វាយដែលយើងបេះម្ដងក្នុងស្វាយរដូវបាទអញ្ចឹងយើងគណនាទៅបាទយកចំណាយសរុបណាចែកជាមួយនឹងចំនួនគីឡូបាទចែកជាមួយនឹងចំនួនគីឡូបាទយើងឃើញថាក្នុង1គីឡូផ្លែស្វាយយើងចំណាយអស់190រៀលនេះជាការចំណាយទៅលើផ្លែស្វាយក្នុង1គីឡូស្វាយកែវរមៀតត្រូវរដូវដើម្បីទទួលបានប្រាក់ចំណេញពីដំណាំស្វាយកសិករត្រូវពិចារណាលើកត្តាសំខាន់មួយចំនួនដូចជាទី1លក្ខខណ្ឌដីទី2ការធ្វើផែនការចម្ការទី3ការគ្រប់គ្រងចម្ការដែលក្នុងនោះរួមមានការប្រើប្រាស់ប្រតិទិនចម្ការនិងចំណេះដឹងផ្នែកផែនការហិរញ្ញវត្ថុរួមគ្នាដើម្បីជីវភាពកសិករកាន់តែប្រសើរជោគជ័យចាប់ផ្ដើមពីស្វាយមួយផ្លែ